大家好，今天我们来学中文。សួស្តីទាំងអស់គ្នាថ្ងៃនេះយើងនាំគ្នាមករៀនភាសាចិនជាមួយគ្នាដំបូងឡើយនៅក្នុងភាសាចិនហ្នឹងមុននឹងយើងរៀនពាក្យយើងត្រូវរៀនពីព្យញ្ជនៈហើយនិងស្រៈសិនសម្រាប់ថ្ងៃហ្នឹងយើងរៀនព្យញ្ជនៈសិនដែលព្យញ្ជនៈភាសាចិនហ្នឹងគេហៅថាសឹងមូនៅក្នុងភាសាចិនបកប្រែមកជាភាសាខ្មែរថាព្យញ្ជនៈព្យញ្ជនៈនៅក្នុងភាសាចិនហ្នឹងមានចំនួន23តោះឥឡូវយើងចាប់ផ្ដើមជាមួយគ្នា生母宝宝么佛的特呢了个可和几七十知秋十日知吃十一五កន្លែងនេះខ្ញុំបញ្ជាក់មួយសម្រាប់នៅក្នុងព្យញ្ជនៈក្នុងភាសាចិនយើងឃើញមាន知吃十知吃十កន្លែងហ្នឹងយើងមានបញ្ចេញសលេងផ្សេងគ្នាសម្រាប់知吃十នៅខាងក្រោមនេះយើងដាតយើងរៀងកោងតិចមកពេលខាងលើយើងអាចអាន知吃十ធម្មតាតែសម្រាប់ខាងក្រោមយើងអាន知吃十យើងធ្វើដាតយើងរៀងកោងតិចមកណាតោះឥឡូវយើងទៅអានឡើងវិញម្ដងទៀត生母宝跑么佛的特呢了个可和几七十知秋十日知吃十一五សម្រាប់នេះដែរព្យញ្ជនៈមាន23តួហ្នឹងឥឡូវខ្ញុំមកបន្ថែមជាមួយនឹងពាក្យ生殖ពាក្យវ៉ានៅក្នុងភាសាចិនអត់ថាខ្ញុំញីអ្នកថាខ្ញុំបញ្ជាក់មួយសម្រាប់ថានៅក្នុងនៅនេះមាន3ថានៅក្នុងភាសាចិនមាន3មានថាគាត់យើងបកថាគាត់សម្រាប់ប្រើជាមួយនឹងមនុស្សប្រុសគាត់ប្រើជាមួយនឹងមនុស្សស្រីហើយនឹងថាមួយទៀតយើងអាចប្រើជាមួយសត្វឬក៏វត្ថុអីចឹងណាថាហើយនេះបកថាគាត់ប៉ុន្តែយើងប្រើជាមួយនឹងមនុស្សប្រុសថាចំណេញទី1ដូចគ្នាប៉ុន្តែឡើយនេះយើងបកថាគាត់ដែរប៉ុន្តែយើងប្រើជាមួយនឹងមនុស្សស្រីថាឡើយនេះយើងបកថាវាយើងប្រើជាមួយនឹងសត្វឬក៏វត្ថុហៅបកថាល្អនីហៅពាក្យនេះបកថាអ្នកពាក្យហៅល្អប៉ុន្តែនៅពេលដែលយើងយកវាមកបូកបញ្ចូលគ្នាមកនីហៅបានន័យថាសួស្តីសម្រាប់ថ្ងៃហ្នឹងខ្ញុំមានប៉ុណ្ណឹងអរគុណ